ដេកឡើងញញឹមមិនស្រស់ស្រាយចាំថាថ្ងៃនេះជាថ្ងៃរបស់យើងហើយគុំដេកផ្ទះនៅស្មុកនៅស្មាយពេកគុំសែខ្លាំងពេកឲ្យលោកម្ចាស់អើយដើរលេងខ្លះចាយលុយខ្លះជួបមិត្តចាស់គុំចាំដល់ថ្ងៃក្រោយ When life hurt Gainsbourg Hill ជុំគ្នាឈៀលចិត្តបានធូរស្បើ Hello welcome to my blog បានត្រៀមចង់និយាយថាដល់លេងតាំងពីខែ2តែតាមតែមានអារម្មណ៍ចង់កាត់ផុសចឹងណាមកបានដំបូងមករៀងវេទនាបន្តិចដោយសារឃើញកូនទូចអង្គុយស្ទាក់លើដីទៅវិឈីម៉ូតូអស់រយៈពេល2ម៉ោងហើយពួកយើងក៏បានចូលផ្សារតែយកវ៉ាន់ទិញស្បៀងទុកសម្រាប់យកទៅញ៉ាំនៅលើហ្នឹងរយៈពេល3យប់3ថ្ងៃដើម្បីកុំឲ្យខ្វះខាតហើយយើងចង់ទិញបែបលក្ខណៈ sale លុយដែរអញ្ចឹងដោយសារនៅលើហ្នឹងយើងទៅទិញអាវ៉ាន់គឺថ្លៃខ្លាំងមែនតើហ្មងអញ្ចឹងបើសិនជាអ្នកគេដែលគាត់ចង់ sale លុយគឺគាត់អាចទិញពីក្រោមយកទៅទុកញ៉ាំនៅលើបានចាដោយសារតែកញ្ញាខ្មែរនេះគឺគាត់ជាអ្នកកាន់លុយអញ្ចឹងគាត់រៀងស្វាស្វែងតិចក្នុងការទិញម្ហូបរៀងញាប់ដៃញាប់ជើងតិចណាហើយមកកញ្ញានេះវិញឈរទិញមួយថ្ងៃហ្នឹងអត់មានគិតថាដោះមកសុវត្ថិភាពទុកសិនណាចាខ្លាចម៉ូតូគេនៅក្នុងផ្សារអញ្ចឹងសុវត្ថិភាពគឺសំខាន់ដល់ពីទិញម្ហូបហើយពួកយើងក៏បានចេញមកក្រៅទិញថងទិញតកសម្រាប់ផ្លាស់សេសាច់ហើយទិញទឹកសុទ្ធទុកញ៉ាំអញ្ចឹងណាបើនិយាយពីអីវ៉ាន់វិញគឺថាដូចទៅនៅនឹងមួយខែអញ្ចឹងទាំងអស់គ្នាមើលម៉ូតូ4ហ្នឹងគឺដាក់ចង់អស់ហើយណាញាត់មែនតើហ្មងជាពិសេសគឺខ្ញុំនឹងហ្មងម្នាក់ឯងណាតែជីដាក់អាវ៉ាន់ឡើងចង់កក្បាល strong woman សាហាវយើងជិះមកលើតិចទៀតក៏ដល់កន្លែងគេយកសម្បត្តិម៉ូតូណាទាំងអស់គ្នាគេយកម៉ូតូហ្នឹងគឺ2000រៀលអញ្ចឹងគ្នាខ្ញុំ4ម៉ូតូហ្នឹងអស់8000សំខាន់ណាស់អ៊ីពូលក់ផ្កានៅចិត្តហ្នឹងគាត់ចេះតែបខំឲ្យពួកខ្ញុំទិញផ្កាទុកពាក់គាត់ធ្វើឲ្យពួកខ្ញុំអ្នកពាក់ផ្កាអញ្ចឹងណាអ៊ីឲ្យមើលឲ្យពួកខ្ញុំពាក់កាតខ្ញុំឆ្ងល់ហ្មងបន់ឲ្យទៅដល់កន្លែងដេកសិននេះមើលសភាពពួកខ្ញុំមិនពាក់ផ្កាមិនកើតអីឲ្យថ្លៃសមុទ្រគេហើយយើងក៏បន្តដំណើរមកមុខទៀតហើយទៅសភាពស្អាតខ្លាំងមែនតើហើយនេះមុខខ្ញុំមិនក៏មកយូរពេកដូចឈ្គួតខ្ញុំទៅបោះតង់នៅបឹងបេសេទាំងអស់គ្នាអញ្ចឹងដល់កន្លែងវងមូលនេះទាំងអស់គ្នាបត់ស្ដាំមកយើងជិះទៅត្រង់រហូតអ្នកដែលគាត់ចង់មកលេងគ្រីរ៉ូមខ្ញុំ recommend ខ្លាំងមែនតើខែ2និងខែ3គឺពេញស្អាតហ្មងនៅគ្រីរ៉ូមវាអត់ភ្លៀងក៏វាលំតិចវាអត់ប៉ះពាល់ទេយើងសប្បាយធម្មតាអញ្ចឹងណាខ្ញុំរែកឲ្យ10លើ10ហ្មងខែថ្ងៃពួកខ្ញុំទៅហ្នឹងខ្ញុំទៅខែ2ខ្ទង់ថ្ងៃទី7ទី8ជិះខាងមករហូតហើយមានផ្លូវបត់ឆ្វេងមួយយើងកាត់ចូលផ្ាត់មកខ្ញុំមិនជិះស្រ័យខ្លាំងមែនទេដោយសារតែកន្លែងកាច់ហ្នឹងពួកខ្ញុំថតអត់ទាន់អញ្ចឹងណាបងប្អូនអាចទៅ search នៅ TikTok បន្ថែមបានដោយសារខ្ញុំឃើញគេផុសផ្លូវបត់ចូលដែរអញ្ចឹងដល់ហើយទាំងអស់គ្នាអូយតែក៏មើលសភាពមួយមានអារម្មណ៍ថានឹងច្បាក់ដល់ហើយមួយពួកខ្ញុំទៅដល់ហ្នឹងម៉ោងប្រហែល11ខ្ទង់ជិត12ហើយឃ្លានបាយខ្លាំងមែនតើក៏ប៉ុន្តែអត់ចង់បាយទេគឺរៀបតង់ដេកសិនតង់ពួកខ្ញុំមិនសិតតែតង់កន្លោះទេវាស្រួលដែរតែពួកខ្ញុំវារៀងរោគរ៉ាក់បន្តិចហើយកញ្ញានេះកាន់កបិតមកទៅដូចមែនតែគ្មានសាច់ការស្អីទេចាយើងទៅឡើងតង់ខ្លួនឯងអត់ជោគជ័យទេចង់ឲ្យពួកម៉ាក់ខ្ញុំផងអ្នកទៅឡើងឲ្យទាំងអស់ហើយយើងស្រីទៅដាំបាយលាងសាច់លាងបន្លែអីទុកដាក់ផ្លាសេស្អាតអញ្ចឹងតែកន្លែងលាងនោះរៀងរោគរ៉ាក់បន្តិចដោយសារទឹកស្រកតែខ្ញុំបានថតកន្លែងទឹកហ្នឹងអញ្ចឹងដោយសារអត់មានកម្រងធ្វើ vlog មកបណ្ដោយឲ្យពួកខ្ញុំស្រីទៅប្រកាត់អស់ដាំបាយដាំអីហ្នឹងគឺធ្វើទៅមុខទេបើអត់ពួកម៉ាក់ខ្ញុំប្រុស2នាក់ហ្នឹងគឺមានអារម្មណ៍ថា fail ខ្លាំងសាហាវគឺរៀងពិបាកដែរហ្នឹងហើយពួកខ្ញុំបានតែលាងបន្លែលាងកអីទុករៀបចំអីស្អាតអញ្ចឹងទៅប្រៃបើឲ្យប្រើសម្ភារៈលយស្រួលពេកអត់ចេះប្រើចាប្រើស្រួលពេកអញ្ចឹងគេមិនហៅថាដេកប្រៃចូលចិត្តបែបពិបាកអញ្ចឹងហើយមើលតែឆ្នាំងដាំទឹកខ្ញុំថាវារោគរ៉ាក់បណ្ណាកំមែលសុខចិត្តដាំបាយស៊ី2ដងបាយវាចេះតែ clean តែធ្វើមិនបើមិនតន់ឆ្អិនអញ្ចឹងកុំឲ្យខាតពេលរៀបប្លង់ថតរូបសិនមកឃើញថតរូបចេញមកលយអញ្ចឹងមិនមែន background ល្អធំអីណាគឺឈួតសាហាវមានអារម្មណ៍ថាឡប់ចាំតែ behind the scene ឲ្យមើលបន្តិចណាគឺបានចេញមកក្រៅដោយសារមានអារម្មណ៍ថារាប់ម្នាក់ឯងធ្វើ style ម្នាក់ឯងដូចឈួតមកចេះតែមានអីលីសារូបចេញមកលយដែរតាគេនិយាយថាពេលវេលាបែបហ្នឹងគាត់ថា10ឆ្នាំមានម្ដងតែពួកខ្ញុំបើសិនជា10ឆ្នាំបាននៅមួយគ្នាមែនគឺមាន1.82 លានដងចាចង់និយាយថាមានតែគេយកណាគេបានហើយគឺបើថាមានលុយគឺត្រូវទៅទាំងអស់ហ្មងចាហើយឃើញពួកខ្ញុំអង្គុយហ្នឹងគាត់ថាពួកខ្ញុំនិយាយរឿងមានប្រយោជន៍មែនអត់មានទេចាមកកន្លែងស្ងាត់តន់មានតែគ្នាយើងនិយាយរឿងក្នុងចិត្តខ្លាំងនិយាយដើមគេខ្លាំងអញ្ចឹងណាមានណាដឹងនិយាយដើមគេបែបលក្ខណៈឈៀលកាត់ទាំងអស់គ្នាក៏មកច្រើនពេកឥឡូវយើងធ្វើសម្ដែងបើកតង់ពេលប្រឡំឡើងសានរ៉ាយរះពេលនៅចំពីមុខតង់អីចឹងទៅតែចៃដន្យសានរ៉ាយអត់រះនៅមុខតង់ទេតែនៅពីចំហៀងចាសូមអរគុណសម្ដែងសាហាវតាមពិតពេលពូម៉ាក់ខ្ញុំពងថតវីដេអូហ្នឹងអត់ទាន់ងើបពីដេកផងហើយ breakfast របស់យើងព្រឹកឡើងគ្មានអីក្រៅពីអាំងសាច់ឆុងមីផឹកកាហ្វេអញ្ចឹងណាទាំងអស់គ្នានេះឃើញដើរលើកទុកលើកអីមិនដើរទៅអង្គុយឡើយណាតែមកពីថតរូបចានេះឃើញខ្ញុំអង្គុយអញ្ចឹងខ្ញុំគិតថាខ្ញុំ share ចាថតវីដេអូសម្ដែង plate ហ្នឹងថ្ងៃទី2ហ្នឹងខ្ញុំអត់បានថតច្រើនតែដោយសារតែជាប់ដេកច្រើនជាងដើរលេងអញ្ចឹងណាឥឡូវយើងកាត់ចូលមកថ្ងៃទី3ហ្មងចាងើបមកដល់ស្រស់ស្រាយជាមួយនឹងអាប់ដ៏ស្រស់ស្អាតខ្លាំងមែនតើអូខ្ញុំនិយាយមែនអាប់ឡងអត់មើលគ្នាឃើញហ្មងញ៉ាំអី
ไม่ให้ทั้งไงที่ពួកខ្ញុំក៏បបួលគ្នាដើរលេងដើរមើលជុំវិញនឹងដើរទៅត្រៃមកខាងកុំឲ្យថាមក3យប់3ថ្ងៃហ្នឹងអាចបានដើរទៅណាសោះអញ្ចឹងណាហើយខ្ញុំមកកន្លែងនេះឃើញបន្ទប់ទឹកក៏ប្រាប់ពួកម៉ាក់ខ្ញុំដែរខ្លាចគេដឹងអញ្ចឹងណាថាឈួតសាហាវដើរទៅមកតិចទៀតពួកខ្ញុំក៏ឃើញស្ពានមួយរៀងស្អាតដែរក៏ឈរនៅលើនឹងលេងទៅឃើញមានទូកមានអីដែរអញ្ចឹងខ្ញុំមិនដឹងថាទូកហ្នឹងគេយកលុយអត់ទាំងអស់គ្នាតែឃើញគេទុកចោលនៅហ្នឹងអញ្ចឹងចង់ជិះដែរតែអត់ confident ក្នុងការជិះព្រោះដោយសារអត់ចេះហាត់ទឹកទាំង4នាក់អស់ថតដល់ភ្នែកខ្ញុំចេះងាកមើលនេះមើលនោះរហូតហើយលើឃើញអាយគេទុកចោលមួយខំសួរពួកម៉ាក់ល្ងាអត់ថាចង់យកឲ្យពាក់ឲ្យតែវាអត់ពាក់អន់ចិត្តសាហាវអានេះតែសភាពខ្ញុំថតពីថ្ងៃឡើងពួកខ្ញុំបោះតង់អូននៅក្រៅស្អាតសាហាវគ្នាខ្ញុំបកកាយរកប្លង់បោះណាចង់និយាយថាពួកខ្ញុំដើរមួយថ្ងៃហ្នឹងមិនអត់ប្រយោជន៍អីណាទាំងអស់គ្នាធ្វើមកអីទៅបានរវល់អញ្ចឹងណាជើងមួយជន់ឡើងចង់វាយទាំងអស់គ្នានឹងពួកខ្ញុំបានអីយកចានេះកំប៉ុងនេះឡើងចង់កន្លះធុងស្នោហ្នឹងហ្មងតែពួកខ្ញុំឈឺចាប់ណាទាំងអស់គ្នាដោយសារតែពួកខ្ញុំខំជន់តែពួកខ្ញុំអត់បានលក់ទេអាមួយនេះវាយកលក់របស់ខ្ញុំបាទអត់សុខពេកក៏នាំគ្នាជិះម៉ូតូដើរលេងរហូតទៅកន្លែងងូតទឹករហអីអញ្ចឹងណាទាំងអស់គ្នាចង់ងូតទឹកធ្លាក់អត់តែដល់ពេលជិះយូរមកដល់កន្លែងនេះឃើញជីអិតកើតក៏នាំគ្នាចុះដើរមកមើលបន្តិចទៅតែមានអីទាំងអស់គ្នាស្អាតមួយយ៉ាងដែរតែវាងូតទឹកអត់កើតតែវាមានស្ពានមានអីបែបដូចកណ្ដាល adventure អញ្ចឹងលុយដែរហ្នឹងតោះមកហើយពួកខ្ញុំក៏នាំគ្នាដើរទៅវិញទៅដោយសារតែនៅលេងងូតទឹកអត់កើតទេអញ្ចឹងនាំគ្នាជិះម៉ូតូទៅវិញពួកខ្ញុំនៅរៀងយូរដែរទាំងអស់គ្នាអញ្ចឹងទាំងទូរស័ព្ទទាំង power bank គឺអស់ថ្មលេងហ្មងសំខាន់ណាស់ពីអ្នកប្រិយប្រពន្ធដែលគាត់លក់នៅចិត្តតង់ខ្ញុំហ្នឹងចិត្តល្អខ្លាំងមែនតើហ្មង power bank ខ្ញុំឡើង3 4ហើយនៅមានបាសមួយទៀតក៏ប៉ុន្តែគាត់និយាយថាចែកអនឡាញឲ្យបងមិនឲ្យទៅហើយគាត់នៅឲ្យបន្តពួកខ្ញុំជិះដើម្បីជិះតាមគាត់ទៅមើលកន្លែងដែលគាត់បញ្ចូល power bank ហ្នឹងកុំឲ្យថាយើងពិបាករកអីអញ្ចឹងណាហើយកន្លែងដែលខ្ញុំថតហ្នឹងគឺកន្លែងគ្នាគាត់ទាំងអស់គ្នាកន្លែងហ្នឹងអត់ពិបាករកទេបើយើងជិះឡើងមកដល់កន្លែងវងមូលហ្នឹងចិត្តកន្លែងតូបគាត់ហ្នឹងចិត្តឡើងវងមូលហ្នឹងហ្មងហើយពួកម៉ាក់ខ្ញុំដឹងស្អីនេះយកដុំមាសមកឲ្យខ្ញុំចាយតាមប៉ាត់ដុំមាសហ្នឹងសុកឡាសោះហ្នឹងជិះម៉ូតូថ្ងៃមិញណាជិះកាត់កន្លែងនេះក៏ឃើញទឹកហូរនេះវាតំណងក៏បបួលគ្នាមកងុយទឹកអីអញ្ចឹងណាហើយក៏ថ្ងៃយប់ទី3ហ្នឹងឡងស្ងាត់ជ្រាបហ្មងនៅសល់តែក្រុមខ្ញុំទេយកទៅស្ងាត់ហើយវាល្ងឹតអត់មានគ្នាតែនាំគ្នាហ៊ានមកងុយទឹកតែមានអីសប្បាយមួយយ៉ាងដែរតែងុយទឹកទឹកត្រជាក់តែបងអត់ហ៊ានងុយទេស្មានតែទឹកលុះតាមប៉ាត់ទឹកហូរចេញពីបឹងសោះហ្នឹងអត់មានអីទេទាំងអស់គ្នាពេលងុយទឹកក៏មានលំអីដែរពួកខ្ញុំក៏បានកក់សក់ងុយទឹកអីនៅក្នុងធម្មតាទៅទឹកហើយមកនាំគ្នាមកញ៉ាំបាយហើយទាំងអស់គ្នាមើលរករ៉ាក់ខ្លាំងមែនតើហ្មងអានេះខ្ញុំចង់ក្រោយណាមានបានញ៉ាំប៉ុណ្ណឹងតើមកអស់ហើយចានៅទៅទិញត្រីខថែមទៀតព្រោះខ្វះស្បៀងដោយសារលើកថែមថ្ងៃនៅអស់ចិត្តចឹងណាក៏ថែមនៅដល់ថ្ងៃទី3ថ្ងៃចុងក្រោយហ្នឹងឯងដល់ពេលឆ្នាំមុខទុកហើយអាមួយហ្នឹងដែលយកកំប៉ុងអេតចាយពួកខ្ញុំលក់អានេះថ្ងៃទី4ដែលពួកខ្ញុំចេញមកវិញទាំងអស់គ្នានិយាយទៅនៅតែមានអាប់ទេហើយងាកទៅប្រាប់គេថាឃើញមកក្រុមទៀតនៅត្រៃមកខាងតែមានតែគេស្ដាប់ក៏មកធ្វើស្ទាយតែឯងទៅចាឈ្មោះសាហាវដោយសារតែពួកខ្ញុំចេញទៅវិញពេលថ្ងៃអញ្ចឹងក៏ចង់ជិះម៉ូតូដើរលេងទៅចកាតែសិនអញ្ចឹងណាទាំងអស់គ្នាតែដឹងថាទៅទាន់ក៏អត់ទេតែក៏មើលម៉ូតូចាស្ទីវអសងហាវ Still បងត្រឹមអសងកងស្ពរអត់មានវីដេអូអាចទេស្នេហ៍ទេអសរអត់ Please still មិនចេះផបើស្រឡាញ់បងលើកនេះ ចុងក្រោយគឺសម្រាប់ថាយើងអត់បានទៅចកាតែទេដោយសារតែទៅអត់តាន់សូមអធិស្ឋានខ្លាំងមែនទែនសម្រាប់ការលោតវីដេអូប្លង់ខំរហូតចាអញ្ចឹងដូចឃើញអញ្ចឹងវាមានវីដេអូបញ្ចូលផងប្តីផងដោយសារតែខ្ញុំអត់បានត្រៀមក្នុងការធ្វើ vlog អញ្ចឹងខ្ញុំអត់ចង់ស្រួលវាទេដោយសារតែវាអត់ច្បាស់វាស្អាតអីអញ្ចឹងទៅទាំងអស់គ្នានេះកន្លែងដែលពួកខ្ញុំបានមករកកំប៉ុងទាំងអស់គ្នាមើលបានថាសភាពវាមិនតែយប់ចុងក្រោយដែលពួកខ្ញុំនៅហ្នឹងគឺមានក្មេងៗស្ទើរមកក្រុមទៀតដែលគាត់ផឹកនៅត្រៃមកខាងពីខ្ញុំនឹងផឹកស៊ីដាក់បាសស្រែកឡូឡាពេញព្រៃម៉ោង2ម៉ោង3ដែលម៉ោងគេដេកហ្នឹងទាំងអស់គ្នាបន្ទាប់មកហើយម៉ោង4ម៉ោង5អីហ្នឹងបងគាត់ចេញទៅវិញវារៀងរំខានដែរទាំងអស់គ្នាហើយពេលដែលពួកគាត់ចេញទៅហ្នឹងក៏អត់បានសម្អាតអីធំត្រូវដែរអញ្ចឹងខ្ញុំសង្ឃឹមថាបើសិនជាគាត់បានឃើញវីដេអូនេះគាត់នឹងកែប្រែហើយយើងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាក្នុងនាមជាមនុស្សហ្នឹងហើយអត់មានអីទៀតទេ vlog របស់ខ្ញុំចាប់តែធំហ្នឹងអរគុណដល់ទាំងអស់គ្នាដែលមើលវីដេអូរបស់ខ្ញុំដល់ចប់ទោះវារៀងភ្លាវតិចមែនជួបគ្នានៅវីដេអូក្រោយបាយបាយ